បងទាខ្មែរគឺបើធ្វើតាមរូបមន្តចេះបងប្អូនញ៉ាំឆ្ងាញ់អត់មានក្លិនឆ្អេះឆ្អាបអីទេបងប្អូននិយាយទៅឲ្យធ្វើតាមថាធ្វើត្រូវអូយញ៉ាំជក់មាត់អានេះញ៉ាំខ្លែមក៏បានឬក៏ញ៉ាំជាមួយនឹងបាយញ៉ាំមួយអីកាន់តែថាត្រូវថែមទៀតហើយឥឡូវនេះគឺខ្ញុំមានបងទាខ្មៅហ្នឹងបងប្អូននេះប៉ុណ្ណេះហើយគ្រឿងផ្សំរបស់ខ្ញុំដែលយកមកធ្វើហ្នឹងគឺមានគ្រឿងប៉ុណ្ណឹងបងប្អូនអាចស្កប់មើលយឺតបានអញ្ចឹងណាហើយសម្រាប់គ្រឿងទេសរបស់យើងហ្នឹងមានម្សៅស៊ុបប៊ីចេងមានទឹកខ្មេះទឹកត្រីអីតែប៉ុណ្ណឹងទេបងប្អូនហើយយើងបន្ថែមបន្ថយហឹរតិចហឹរខ្លាំងតាមចំណូលចិត្តរបស់យើងអញ្ចឹងណាហើយបងទាខ្មៅនេះបងប្អូនណាក្លិនរបស់វានឹងរៀងធំក្លិនស្អុយ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 អញ្ចឹងបើយើងធ្វើអត់បានល្អបានស្អាតទេអាហ្នឹងវាថាវាធំក្លិនអញ្ចឹងបាក់ញ៉ាំណាប៉ុន្តែបើបងប្អូនយកញ៉ាំភ្លាវដូចខ្ញុំចេះមានទឹកត្រីទឹកខ្មេះអីដាក់ចូលច្បាច់ក្រូចឆ្មាហឹលអីថែមទៀតអូយញ៉ាំជក់មាត់ស្និតទៅបងប្អូនតុនបើថាប៉ះចាំអាណារៀងភ្នៅវាថាវាតុនអីហ្នឹងអូអាហ្នឹងញ៉ាំត្រូវខ្លាំងមែនតើបងប្អូនឆ្ងាញ់រសជាតិវាស្អុយមែនប៉ុន្តែស្អុយឆ្ងាញ់អញ្ចឹងហើយឥឡូវនេះគឺយើងយកវាមកលាយគ្រឿងបងប្អូនខ្ញុំដាក់ជាមួយនឹងស្ករត្នោតមួយស្លាបព្រាចូលទៅយើងដាក់ប៊ីចេងចូលបន្តិចជាមួយនឹងម្សៅស៊ុបហើយយើងមានបន្ថែមទឹកត្រីដាក់ជាមួយទឹកខ្មេះចូលបងប្អូនដាក់ទៅល្មមមួយស្លាបព្រាឬក៏មួយស្លាបព្រាកន្លះអីទៅបានហើយយើងដាក់បន្ថែមម្ទេសហុយដែរបងប្អូនម្ទេសហុយនេះវាជួយឲ្យថាវាហឹលសប់បានល្អអញ្ចឹងណាបងប្អូនហឹលឆ្ងាញ់បងប្អូនប៉ុណ្ណឹងមកហើយយើងបន្ថែមជាមួយនឹងក្រូចឆ្មានេះបងប្អូនជាមួយក្រូចឆ្មាតែជ្រូកបានឆ្ងាញ់បើដាក់ក្រូចឆ្មាធម្មតាអត់សូវទេបងប្អូនណាក្រូចឆ្មាតែជ្រូកនេះវាឈ្ងុយជាងណាអញ្ចឹងទៅរួចរាល់ហើយបងប្អូនយើងកូរវាតែប៉ុណ្្នឹងមកយើងអាចបន្ថែមគ្រឿងតាមក្រោយចូលបងប្អូនមានជីវ៉ាន់ស៊ុយស្លឹកខ្ទឹមម្ទេសអីហ្នឹងខ្ទឹមសអីហ្នឹងបន្ថែមចូលអាហ្នឹងបើថាកាន់តែថាដាក់ទៅកាន់តែថាធ្វើឲ្យពងទាខ្មៅរបស់យើងកាន់តែថាឈ្ងុយឆ្ងាញ់ហើយញ៉ាំទៅស្និទ្ធមាត់ល្អមែនតើតែគ្រឿងផ្សំរបស់យើងបានលេងហើយយើងអាចយកវាមកចាក់ជាមួយនឹងពងទាបានណាបងប្អូនចាក់តែប៉ុណ្្នឹងមកមិនបាច់ផ្អាប់ទុកផ្អាប់អីទេយើងចាក់ភ្លាមយើងអាចញ៉ាំបានភ្លាមបងប្អូនដោយសារតែរសជាតិទឹកត្រីរបស់យើងដែលធ្វើហ្នឹងវាថារសជាតិរបស់វាជូរហឹលប្រៃផ្អែមមកល្មមដល់ពេលទៅវាកាត់ជាតិវាថាធំក្លិនស្អុយឆ្អាបពីថាពងទាហ្នឹងគឺបានល្អអញ្ចឹងណាបងប្អូនអញ្ចឹងយើងញ៉ាំទៅស្និទ្ធមាត់ល្អមែនតើអានេះញ៉ាំខ្លែមញ៉ាំអីក៏ថាកាន់តែត្រូវបងប្អូនបើខ្ញុំដាក់ជាមួយនឹងបាយអូខ្ញុំចូលចិត្តញ៉ាំមែនតើណាអានេះញ៉ាំស្និទ្ធមាត់ល្អបងប្អូនខ្ញុំញ៉ាំដូចថាចូលចិត្តញ៉ាំអត់ចេះតលន់មកទេហើយបងប្អូនអាចសាកល្បងធ្វើវិធីបែបខ្ញុំបែបងាយៗអញ្ចេះបានណាឆ្ងាញ់ដាក់មួយសាឡាត់ទៅអូយអស់តោះបាយ